รถตบัดว่าจะมีสู้อ่อนชั่วโมงกี่อ่อน หมด3 พันบาท 3,000อายุมาไหน อายุ1 เชียงแล้วคืออันมีหนึ่งไอ้บ้องก่อนทางกดทัวร์กายมในทัวร์กาจังก็กดจะจอยยมมันมี ไหนทัวร์กายกี่ ทัวร์กาลงจักบ่ง โรงจักร กาเป็นยุคทัวร์สันศกบ่ง เป็นยบทัวร์ซอนซอกอ่ะ ยิมทัวร์ลงจัก อ๋อไงทัวร์โรงจักรยบทัวร์ซอนซอก บัตร ให้ประปนอายุประมาณให้ชั่วโมงประปน ประปนกรอนลิลิอยู่19 ឆ្នាំហ្នឹង อายุ19ឆ្នាំ បាទកូនមួយបងកូនអាយុមកខួបមួយខែបង កូនមកខួបមួយខែហើយ បាទ ហើយមុននឹងគាត់យកកូននឹងរត់យើងនិយាយថារត់ចុះយកកូននឹងរត់ចេញពីខ្លួនឯងតើមានបញ្ហាអីពីមុនជាមួយគ្នាឬក៏ខ្លួនឯងបានវាយដំគាត់ឬក៏យ៉ាងម៉េចដែរអូន អត់ទេបងអត់មានវាយដំអីគាត់ទេគឺគាត់ទៅអត់មានប្រាប់ដំណឹងចឹងណាបង អត់មានប្រើអំពើហិង្សាអីលើគាត់ទេប៉ុន្តែគាត់យកកូនទៅហ្នឹងគឺអត់ដឹងដំណឹងអីសោះហ្មង បាទបាទ សុកយកទៅហ្មង បាទបងបាទ អត់មានតម្រុយថាគាត់មានដៃគូឬក៏មានអ្នកណាអាចតំណាក់តំណងអីជាមួយគាត់ទេពេលដែលអូនឯងនៅជាមួយគាត់ហ្នឹង គឺអត់ដែរឃើញចឹងទេបងអត់ដែរឃើញចឹងទេគឺគាត់ទៅអត់ប្រាប់ហ្មងបងគឺទៅបាត់ខ្លួនឆឹងហ្មងទៅអត់មានផ្ដល់ដំណឹងឲ្យអ្នកផ្ទះទេ អត់មានផ្ដល់ដំណឹងឲ្យទៅអូនឯងទេហើយគាត់ចេញទៅហ្នឹងពីថ្ងៃណាម៉ោងម៉ាន គាត់ទៅថ្ងៃសៅរ៍ម៉ោងខ្ទង់7បង ថ្ងៃសៅរ៍ម្សិលមិញហ្នឹង បាទម្សិលមិញ អញ្ចឹងហ៎ បាទបាទ ហើយចុះគាត់ទៅហ្នឹងហើយអានេះមានបានទៅសួរនាំតាក់ទងទៅគាត់តាមលេខទូរស័ព្ទហើយឬក៏បានទៅសួរនាំអីគ្រួសារខាងគាត់អីអត់ទេ សួរនាំឲ្យអស់បងម្ដាយក្មេងក៏គាត់អត់ដឹងដែរបងគាត់អត់ដឹងរឿងនេះទេ ម្ដាយក្មេកក៏គាត់អត់ដឹងដែរ បាទបាទដល់ពេលលេខទូរស័ព្ទយើងខំតាក់ទងគាត់គឺគាត់ប្លុកចោលអញ្ចឹងណាបង ប្លុកលេខចោលបាត់ហើយ បាទប្លុកលេខចោល អញ្ចឹងអត់មានដឹងដំណឹងអីសោះ បាទបាទ តែម្ដាយក្មេកក៏អត់ដឹងដំណឹងថាគាត់ទៅណាហើយអូនឯងក៏អត់ដឹងដែរ បាទបាទ ហើយកូនអូនឯងហ្នឹងអាយុប្រហែលឆ្នាំហ្នឹង មកដល់ឆ្នាំហ្នឹងគឺមកខួបមួយខែបង មកខួបមួយខែហើយកូនប្រុសស្រីអូន កូនប្រុសបងប្រុស ហើយពេលដែលនៅជាមួយគ្នាហ្នឹងមានបានរៀបការឬក៏អីអត់ អត់ទេបងគ្រាន់ថាយើងចាស់ទុំដឹងលឺនៅគ្នាអញ្ចឹងណាបង ចាស់ទុំដឹងឮរហូតដល់មានកូនមួយហើយអាយុមកខួបមួយខែហើយ បាទបាទ ហើយប្រពន្ធបែរជាយកកូនទៅបាត់ដែលអត់មានបានឲ្យដំណឹងអីសោះអញ្ចឹងណា បាទបងបាទខ្ញុំចង់សំណពរឲ្យបងសាយហើយឲ្យគាត់ត្រឡប់មកនិយាយគ្នាវិញថាបើមិនមកយើងនិយាយឲ្យដាច់ស្រាច់ឲ្យចាស់ទុំគាត់ដឹងសងខាងថាយើងនៅមួយគ្នាបានទៀតឬក៏មិនមកយើងនិយាយឲ្យដាច់ស្រាច់ហើយត្រឡប់មកវិញមកចាំយើងមានអីទៀតក៏មានទៅអញ្ចឹងណាបងយើងបើទៅអត់មានដំណឹងអញ្ចឹងគឺពិបាកហ៎បង ចុះតែអត់មានសង្ស័យអីថាគាត់នឹងមានទំនាក់ទំនងជាមួយអ្នកណាអីអ្នកណាទេឬក៏យ៉ាងម៉េចអូន ខ្ញុំអត់ដែរបងព្រោះខ្ញុំធ្វើការពីរវេនអញ្ចឹងខ្ញុំអត់ធ្វើបាននៅផ្ទះអញ្ចឹងណាបងតែមុនដែលកើតរឿងហ្នឹងឡើងគឺពេលដែលគាត់ចេញទៅហ្នឹងគឺខាងអ៊ំម្ចាស់ផ្ទះជួគាត់ថាមានផាស័ព្ទមួយនឹងមនុស្សប្រុសម្នាក់ក្មេងមកទទួលគាត់ អញ្ចឹង បាទបាទអាហ្នឹងឮតាមអ៊ំម្ចាស់ផ្ទះគាត់ឆាត់មកប្រាប់ដែរ អញ្ចឹង បាទបាទ ប្រុសក្មេងអ្នករត់កង់3អត់ដឹកជីតាជីផាសអាប់មកយកគាត់ចេញទៅ បាទបាទ អញ្ចឹង កង់3ហ្នឹងផ្សេងហ្មងអ្នកកង់3ផ្សេងអ្នកប្រុសហ្នឹងផ្សេង អញ្ចឹងបានន័យថាអ្នកប្រុសហ្នឹងគឺគាត់ជីកង់3មកយកប្រពន្ធអូនឯងទៅ បាទបងបាទ អូអ្នករត់កង់3ហ្នឹងផ្សេងទេ បាទ មិន អ្នក មែន កង់3អត់ទេបង អូយល់ហើ កង់3នៅខាងក្រោមបងម្ចាស់ផ្ទះគាត់ប្រាប់អញ្ចឹង អូអញ្ចឹងបានន័យថារឿងនេះគឺប្រហែលអានេះគ្រាន់តែប្រហែលណា បាទប្រហែលអាចជាមានដៃគូថ្មីឬដែលគាត់មិនចង់នៅជាមួយយើងទេប៉ុន្តែគាត់យកទាំងកូនទៅទៀតណា បាទ ហើយរយៈពេលប្រហែលខែដែរតែគាត់មានធ្វើការធ្វើអីអត់ទេ គាត់ចិត្តមួយឆ្នាំបងតែគាត់នៅមើលកូនព្រោះអ្នកមើលកូនគាត់ឈប់មើលឲ្យអញ្ចឹងណាបង ចិត្តមួយឆ្នាំហើយ ចិត្តមួយឆ្នាំ ចិត្តពីមុនគាត់ធ្វើអីដែរ ពីមុនគាត់ធ្វើរោងចក្រមួយខ្ញុំ ធ្វើរោងចក្រជាមួយគ្នាឆ្លាញ់គ្នាអញ្ចឹងទៅ បាទ អូហើយឥឡូវនេះគាត់សម្រាប់ពីរោងចក្រហ្នឹងប្រហែលជាមួយឆ្នាំជាងដែរហើយ ឆ្នាំ ពេលដែលលែងមានអ្នកជួយមើលអញ្ចឹងណាហើយចុះណៃមានបានដាក់ពាក្យបណ្ដឹងទៅខាងសមាជិកឲ្យគាត់ទៅជួយស្វែងរកប្រពន្ធរបស់ប្អូនដែរអត់ទេ នៅបងតន់បានដាក់ពាក្យបង អត់ទាន់បានដាក់ទេ បាទបងបាទគាត់ថាចង់ឲ្យបងខាងបងផ្សាយជួយផ្សាយរកគាត់ឲ្យគាត់ត្រឡប់មកវិញមកនិយាយគ្នាមក ទីតាំងដែលបាត់ប្រពន្ធហ្នឹងនៅខាងណាភូមិអីខណ្ឌសង្កាត់ ខ្ញុំអត់សូវស្គាល់គុំទេបងតែគេហៅថាដីច័ន្ទសវណ្ណសកាត់បោខាងបោ ដីច័ន្ទសវណ្ណសង្កាត់កំបូលខណ្ឌកំបូល បាទ ចេះបងដូចជាអត់តែពីមុនមកឥឡូវសូមបញ្ជាក់បន្តិចចុះ បាទបាទ តើពីមុនមកអូនឯងមានធ្លាប់ប្រើអំពើហិង្សាអីទៅលើគាត់ដែរឬក៏អត់ទេ អត់ទេបងនិយាយទៅតាំងពីដែលគាត់ឈប់ពីការងារមកគឺអត់ដែរទេអត់ដែរជួបគ្នាអត់ដែរទេបង តាំងពីជប់ការងារមកចាំមុនជប់ការងារមាន មួយជួបការងារអាហ្នឹងតិចតួចតែគាត់ថាអាហ្នឹងយូរឆ្នាំហើយបង មានតិចតួចតែចែកត្រូវគ្នាទៅណា បាទតាំងពីមិនទាន់មានកូនណាហ្នឹង អ
តែអត់មាននៅផ្ទះជាមួយគ្នាគួរតែមានការសង្ស័យមានទំនាក់ទំនងតាមទូរស័ព្ទឬក៏អីណា អត់ដែរសង្ស័យបងព្រោះខ្ញុំមកបានតែពេលម៉ោងបាយហ្នឹងបង មកបានពេលម៉ោងបាយពេលថ្ងៃផ្លែឬក៏មិន បាទបងបាទ អូ ព្រោះយប់ខ្ញុំទៅយាមមកកន្លែងទៀត យាមណាពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន ចូលម៉ោង6ល្ងាចចេញម៉ោង6ព្រឹក ហើយចុះធ្វើការរោចាក់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន ចូលម៉ោង7ចេញម៉ោង4មក អត់មានពេលនៅផ្ទះផងអញ្ចឹង បាទមានតែពេល 1 ម៉ោងឥឡូវមានអីផ្ដាំផ្ញើទៅប្រពន្ធ ខ្ញុំមានតែសុំសំណពរឲ្យគាត់ត្រឡប់មកនិយាយជាមួយឪពុកម្ដាយសងខាងហើយបើថាគាត់ទីហោបើថាគាត់មានអ្នកថ្មីឬក៏គាត់អស់ចិត្តអីយើងនិយាយជាមួយឪពុកម្ដាយអត់ដាច់ស្រាច់ហើយចាំយើងទៅនៅមួយគេចោះឬក៏គាត់ចង់បែបមិនក៏បានដែរតែសុំមកនិយាយឲ្យដាច់ស្រាច់គ្នាសិនកុំទៅបាត់សូនឆឹងអញ្ចឹងឪពុកម្ដាយក៏អត់ដឹងដែរ សូមឲ្យតែមានដំណឹងទេណា បាទបើសុំខ្ញុំសុំកូនមកបង អញ្ចឹង បាទហើយកូនខ្ញុំចំមកយូរដែរបង អញ្ចឹងអត់មានអីសុំវត្តទៅប្រពន្ធទេអញ្ចឹងមានតែចង់បានសុំតកូនយកមកចិញ្ចឹមទេឲ្យប្រពន្ធទៅណាក៏ទៅចុះបើសិនជាមានថ្មីក៏មានចុះតែសុំយកកូនមកឲ្យប្អូនវិញទៅដើម្បីចិញ្ចឹមណាបាទហើយឥឡូវនេះករណីរបស់ប្អូនប្រុសនេះគឺគាត់សំណូមពរទៅខាងប្រពន្ធបើបានឮវីដេអូដែលគាត់និយាយនេះហើយក៏ប្អូនតាក់ទងមកគាត់កុំឲ្យមានបញ្ហាទៅថ្ងៃក្រោយនិយាយគ្នាសម្របសម្រួលគ្នាបើនៅជាមួយគ្នាបានក៏នៅបើនៅមិនបានទេប្អូនប្រុសសុំតែកូនទេប៉ុន្តែយ៉ាងណានោះអានឹងគឺទៅលើខាងសមត្ថកិច្ចដែលគាត់ដែលពាក់ព័ន្ធអញ្ចឹងទុកឲ្យគាត់ជាអ្នកដោះស្រាយទៅចុះខ្ញុំបានត្រឹមតែជាអ្នកសារព័ត៌មានទេអញ្ចឹងជួយផ្សព្វផ្សាយបងប្អូនប្រុសបានតែត្រឹមតែប៉ុណ្ណេះទេបងប្អូនបាទខ្ញុំបាននឹងក្រុមការងារសូមអរគុណនិងសូមគោរពលា